ធ្វើវីដេអូហាត់ប្រាណធម្មតាឲ្យទៅជាវីដេអូដែលមានចលនាកាមេរ៉ាលោតតាមខ្លួនបែបនេះតោះមកមើលទាំងអស់គ្នាដំបូងយើងត្រូវថតជាវីដេអូឃ្លីបលោតហាត់ប្រាណបែបនេះបន្ទាប់មកយើងធ្វើការ add ទៅក្នុងកម្មវិធី CapCut យើង select ទៅលើវីដេអូនិងស្វែងរក tool មួយមានឈ្មោះថា camera tracking បន្ទាប់មកយក camera tracking ម្ដងទៀតទៅពាក្យ custom បន្ទាប់មកយើងកំណត់ទៅលើទីតាំងណាមួយក៏បាននៃរាងកាយដែលយើងចង់ឲ្យកាមេរ៉ានោះវាលោតតាមចលនានៃទីតាំងនោះនៅក្នុងវីដេអូនេះគឺយើងជ្រើសរើសទៅលើផ្នែកក្បាលសម្រាប់ឲ្យកាមេរ៉ា tracking តាមចលនារបស់យើងបន្តមកទៀតនេះគឺយើងធ្វើការកំណត់នៅពន្លឺគឺយើងទម្លាក់ពន្លឺងងឹតបន្តិចដើម្បីឲ្យមើលទៅវាស័ក្តិសមជាមួយនឹងវីដេអូហាត់ប្រាណរបស់យើងហើយចុងក្រោយគឺយើងកំណត់ទៅលើ effect គឺយើងយក body effect និងជ្រើសរើស optical scan ឬក៏យើងអាចយក effect ផ្សេងពីនឹងក៏បានតែគឺមើលលទ្ធផលរបស់គ្នា